បាទសួស្តីបងប្អូននេះគឺជាវីដេអូស្តីអំពីការប្រើប្រាស់ app បាទសម្រាប់យើងត្រៀមប្រឡងបាក់ឌុបបាទក៏ដូចជាត្រៀមប្រឡងគ្រូដែរបាទបងប្អូនដែលចង់សិក្សាចូលសិក្សាបានដោយសារយើងអាចប្រើប្រាស់បានទាំងពីរតែម្ដងបាទអញ្ចឹងទាំងបាក់ឌុបទាំងប្រឡងគ្រូគឺអាចប្រើប្រាស់បានដូចគ្នាបាទគាត់ថាឥឡូវនេះគឺយើងផ្ដោតទៅលើការប្រឡងគ្រូអញ្ចឹងក្នុងករណីនេះយើងមើល x នៃសមីការ2ស្វ័យគុណ x ស្មើនឹង32អញ្ចឹងយើងចង់រក x អញ្ចឹងយ៉ាងនេះបានទៅជា x ស្វ័យគុណ5ណាអញ្ចឹងចម្លើយយើងគឺ5នេះអញ្ចឹងយើងតិចទៅ q គឺបញ្ជាក់ថាត្រឹមត្រូវហើយយើងមានចម្លើយលម្អិតខាងក្នុងនេះទៀតបាទអញ្ចឹងបងប្អូនអាចធ្វើទៅបើខុសគឺឆ្លើយទៅខុសហើយយើងអាចគេហៅថាផ្ទៀងផ្ទាត់បាទបានណាគឺចុចបន្ទាប់មកយើងបានលំហាត់មួយទៀតបាទអញ្ចឹង3សេគុណ x ស្មើនឹង81អញ្ចឹងយើងបានទៅជា x ស្មើនឹង4ណាបាទ x ស្មើនឹង4អូខេបាទអញ្ចឹង x ស្មើ4ត្រឹមត្រូវអូខេអញ្ចឹងចម្លើយគេគឺគេអាចលម្អិតឲ្យយើងហើយបាទបន្តមកទៀតគឺយើងនិយាយពី5សេគុណ x បូក1ស្មើនឹង25អញ្ចឹងកន្លែងនេះគឺយើងបាន x ស្មើជាមួយនឹង1ណាព្រោះ1បូក1 2 5សេគុណ2វា25ណាអញ្ចឹងចម្លើយត្រឹមត្រូវបាទអញ្ចឹងយើងអាចមើលបាននេះចម្លើយលម្អិតបាទឥឡូវយើងនិយាយពី4ស្វ័យគុណ x ស្មើនឹង64អញ្ចឹង x របស់យើងគឺ3ណាអញ្ចឹងគឺវាលម្អិតឲ្យយើងអញ្ចឹងណាបាទស្រួលធ្វើមែនតើតទៅទៀត2សេគុណ x ស្មើនឹង1លើ16អញ្ចឹង x របស់យើងគឺស្មើនឹងដក4បូក2សេគុណដក4វាស្មើជាមួយនឹង1លើ16ហ្នឹងឯងណាអូខេណានេះគឺការបញ្យល់បាទអញ្ចឹងនៅកន្លែងនេះគឺអានេះវិញយើងបាន7សេគុណ0ណាព្រោះ1 7សេគុណ0អញ្ចឹង7ស្វ័យគុណ0អញ្ចឹងយើងបាន2x ដក6វាស្មើ0យើងបាន x ស្មើ3នេះគេលម្អិតគេលម្អិតឲ្យយើងច្បាស់តទៅទៀតនេះរកសំណុំចម្លើយនៃសមីការ3សេគុណ x ស្មើនឹង3សេគុណកន្លះអញ្ចឹងយើងបាន x ស្មើកន្លះ 0.5 អូខេអញ្ចឹងគឺមានទម្រង់បែបហ្នឹងបាទអញ្ចឹងលំហាត់មានទម្រង់ងាយទម្រង់លំបាកណាអញ្ចឹងនេះជាទម្រង់ងាយអញ្ចឹងបងប្អូនចូលមកធ្វើឲ្យងាយឲ្យបានច្រើនមកអញ្ចឹងទម្រង់លំបាកគឺយើងងាយស្រួលហើយណាហេចានេះយើងបានទៅជា8អញ្ចឹង x ស្មើ3ព្រោះយកបោះទៅគឺដកណាអូខេចម្លើយបាននេះទេអញ្ចឹងយើងធ្វើតាមតាណាមកនេះអានេះគឺ2សេគុណ x ទៅជាង2សេគុណ3អញ្ចឹង x ទៅជាង3បាទណាបាទអញ្ចឹងទម្រង់ងាយដែលបងប្អូនអាចជាចំណេះដឹងសម្រាប់បងប្អូនបានណាបាទអញ្ចឹងវាទម្រង់ប៉ុណ្ណឹងអូខេតទៅទៀតនេះ1លើ3ស្វ័យគុណ x ស្មើនឹង9អញ្ចឹង x ស្មើនឹងដក2ព្រោះដោយសារ1លើ3សេគុណដក2វាស្មើនឹង9បាទអញ្ចឹងទម្រង់ងាយបាទអញ្ចឹងយើងបាន100ពេញដែរអញ្ចឹងយើងចង់ត្រឡប់ទៅបដូរមេរៀនក៏វឹកហាត់ឡើងវិញអាចវឹកហាត់ឲ្យសមចឹងមកហើយយើងបដូរមេរៀនយើងអាចបដូរនេះទេមានមេរៀន limit derivation ណា exponential អនុគមសន្និទានណាintegral ហៅហើយចាំមក differential conic vector probat បាទហើយ complex អីហៅហើយចឹងណាគ្រប់មេរៀនទាំងអស់ differential ហើយនឹងមានទាំងអស់ណាបាទហ្នឹងគឺសម្រាប់ត្រៀមប្រឡងគ្រូរបស់យើងហ្នឹងបាទអរគុណច្រើនបងប្អូនហើយបងប្អូនដែលចង់សិក្សាចូលសិក្សាបានគ្រូនៅទទួលសិស្សណាតម្លៃសិក្សាសមរម្យបងប្អូន 50000 រៀលបាទរៀនបានរហូតបាទចំពោះ app ត្រៀមប្រឡងគ្រូនេះបាទអញ្ចឹងអរគុណច្រើនបងប្អូនបាទអញ្ចឹងអាចទំនាក់ទំនងតាមលេខ Telegram គ្រូនៅក្នុង inbox ឬក៏ inbox មកគ្រូផ្ទាល់ហើយលេខ Telegram គ្រូ012579499បាទហើយហ្នឹងហើយអញ្ចឹងក្នុង page teacher ចំណានក៏បានដែរក្នុង Facebook ហើយនៅក្នុង YouTube ក្នុង Telegram ក៏មានដែរបាទអញ្ចឹងអរគុណច្រើនបងប្អូនបាទ